ចំណាំពោដល់លោកគ្រូហើយនឹងចំណាំពោដល់មិត្តរួមថ្នាក់ទាំងអស់គ្នាហើយអាត្មាភាពគឺមានឈ្មោះវងសវណ្ណខ្ញុំបាទឈ្មោះកនបកាយខ្ញុំបាទឈ្មោះម៉ែមីតាណាខ្ញុំឈ្មោះព្រិនលក្ខណាថ្ងៃនេះគឺអាត្មាបានសិក្សាស្រាវជ្រាវពីលើរុក្ខជាតិមួយចំនួនហើយក្រុមតវត្តអាត្មាគឺជាក្រុមទី4ដែលនិយាយអំពីការលូតលាស់របស់រុក្ខជាតិអញ្ចឹងចំណុចទីនេះគឺអាត្មាចង់លើកចំណុចសំខាន់ទៅលើរុក្ខជាតិអញ្ចឹងវាមាន4ចំណុចសំខាន់ការលូតលាស់របស់រុក្ខជាតិទី1គឺឫសតើឫសវាមានតួនាទីអីគេទី2នេះគឺដើមតើដើមវាមានតួនាទីអីគេហើយទី3នោះគឺមែកតើមែកហ្នឹងវាមានតួនាទីអីគេទី4នោះគឺស្លឹកអញ្ចឹងរាល់រុក្ខជាតិទាំងអស់ហ្នឹងគឺវាមានការលូតលាស់របស់វាហើយដូចជាវាមានតួនាទីសំខាន់របស់វារៀងៗខ្លួនអញ្ចឹងពេលនេះគឺអាត្មាឲ្យសមាជិករបស់អាត្មានិយាយអំពីតួនាទីនីមួយៗដើម្បីយល់ដឹងអំពីការលូតលាស់អញ្ចឹងរាល់ដើមឈើទាំងអស់បើសិនបើអត់មានឫសតើវាអាចលូតលាស់បានអត់បើសិនបើដើមឈើទាំងអស់ហ្នឹងវាមានតែឫសតែអត់ដើមអត់មានស្លឹកតើវាអាចលូតលាស់បានអត់អញ្ចឹងពេលនេះគឺអាត្មាចង់ឲ្យសមាជិកក្រុមរបស់អាត្មានិយាយអំពីតួនាទីនីមួយៗដូចតទៅអញ្ចឹងផ្នែកលូតលាស់របស់រុក្ខជាតិសំខាន់មាន3អញ្ចឹងថ្ងៃនេះខ្ញុំយកផ្នែកទី1ផ្នែកឫសរបស់រុក្ខជាតិអញ្ចឹងឫសមានបែងចែកចេញជា2គឺឫសស្ញែឬស្នឹងឬឫសកែវអញ្ចឹងឫសតូចនេះគេហៅថាឫសស្ញែហើយចំណែកឫសធំហើយរាងវែងជាងគេនេះគឺជាឫសស្នឹងឬឫសកែវឫសស្នឹងឬឫសកែវនេះវាមានលក្ខណៈដោះលូតលាស់ចូលទៅក្នុងដីនឹងជ្រៅអញ្ចឹងចំពោះតួនាទីរបស់ឫសនេះវាមានតួនាទីជួយចងភ្ជាប់ដើមរុក្ខជាតិនឹងទៅនឹងដីដើម្បីឲ្យវាមានសភាពរឹងមាំការពារការដួលរលំផ្សេងមិនតែប៉ុណ្ណោះឬក៏មានតួនាទីស្រូបយកទឹកអំបិលខានិកនិងសារធាតុរ៉ែរលាយផ្សេងពីក្នុងដីបញ្ជូនទៅកាន់ដើមនិងស្លឹករបស់រុក្ខជាតិដើម្បីតាមរយៈបាច់សរសៃនាំលើពីនេះឬក៏មានតួនាទីស្តុកទុកអាហារបម្រុងសម្រាប់ឲ្យរុក្ខជាតិធ្វើការបញ្ជូនទៅកាន់ផ្នែកនីមួយៗរបស់រុក្ខជាតិសម្រាប់ធ្វើការលូតលាស់ជាបន្តមកនេះខ្ញុំមកបកស្រាយអំពីតួនាទីរបស់ដើមរុក្ខជាតិនេះគឺជាដើមម្ទេសដើមរុក្ខជាតិវាអាចទ្រទ្រង់ផ្នែកខាងលើដីរបស់រុក្ខជាតិដែលវាអាចទ្រទ្រង់ធន់ទៅនឹងបរិយាកាសមជ្ឈដ្ឋានខាងក្រៅដូចជាវាអាចទប់ទល់ជាមួយនឹងខ្យល់ភ្លៀងជាដើមមិនតែប៉ុណ្ណោះដើមវាក៏អាចស្តុកទុកនៅអាហារបម្រុងដូចជាអាហារបម្រុងសម្រាប់ទ្រទ្រង់នៅពេលដែលវាផ្កាផ្លែវាដើមវាមានលក្ខណៈទន់ខ្សោយអញ្ចឹងអាហារបម្រុងនោះវាអាចទុកសម្រាប់ប្រើប្រាស់នៅពេលដែលដើមរុក្ខជាតិមានលក្ខណៈអន់ថយហើយអញ្ចឹងអាហារបម្រុងទាំងអស់នោះស្តុកទុកដើម្បីប្រើប្រាស់នៅពេលវាផ្កាជួយជំរុញដល់រុក្ខជាតិដើម្បីឲ្យមានសកម្មភាពល្អធ្វើឲ្យផ្កានិងផ្លែរបស់វាមានសភាពល្អមិនតែប៉ុណ្ណោះដើមរបស់រុក្ខជាតិក៏មានតួនាទីទប់ធ្វើរស្មីធាតុយកតាមរយៈស៊ីឡែមនិងផ្លូអែមហើយចំណុចសំខាន់មួយទៀតគឺដើមរុក្ខជាតិអាចដឹកនាំសារធាតុខានិកពីឫសទៅកាន់ស្លឹកដើម្បីឲ្យស្លឹកមានសភាពលូតលាស់និងបន្តជីវិតបានយ៉ាងល្អបន្តមកនេះយើងចូលដល់ចំណុចទី3ដែលយើងបាននិយាយពីរុក្ខជាតិមែករបស់រុក្ខជាតិមែករបស់រុក្ខជាតិមានសារៈសំខាន់ដូចជាវាអាចទ្រទ្រង់ស្លឹកនិងផ្លែរបស់រុក្ខជាតិមិនតែប៉ុណ្ណោះមែករបស់រុក្ខជាតិមួយចំនួនគេក៏អាចយកទៅផ្សាំដើម្បីដាំដុះបន្តព្រោះការផ្សាំរបស់មែករុក្ខជាតិវាមានលក្ខណៈធន់ដល់ពេលយើងយកទៅដាំហើយនឹងវាអាចនឹងផ្ដល់ផលឲ្យយើងបានលឿនជាងការដាំរបស់ពូជធម្មតាឧទាហរណ៍ដើមតបែកដើមក្រូចជាដើមគឺគេអាចយកទៅផ្សាំដើម្បីងាយស្រួលក្នុងការយកទៅដាំដុះបន្តពូជព្រោះវាអាចងាយនឹងផ្លែនិងឆាប់បានផលជាងការដាំគ្រាប់ធម្មតាចំណុចបន្ទាប់យើងចូលដល់ស្លឹកចិត្តមានតួនាទីសំខាន់ពីរយ៉ាងគឺទី1ការធ្វើរស្មីសំយោគទី2គឺបណ្ដូលឧស្ម័ននិងរំហួតទឹកយកមីក្រូទស្សន៍មកពិនិត្យមើលនៅលើស្លឹកយើងនឹងឃើញរន្ធតូចជាច្រើនដែលគេហៅថាស្តូម៉ាតដោយស្តូម៉ាតនេះមានតួនាទីក្នុងការបញ្ចេញចូលអុកស៊ីសែនកាបូនិកទឹកអុកស៊ីសែនចេញចូលតាមរន្ធស្តូម៉ាតនេះឯងស្តូម៉ាតនីមួយត្រូវរុំព័ទ្ធដោយកោសិកាមួយមានរាងដូចគ្រាប់សណ្ដែកដែលវាមានតួនាទីក្នុងការតម្រូវរន្ធស្តូម៉ាតបិទឬបើកក្នុងការរក្សាតុល្យភាពទឹកនៅក្នុងរុក្ខជាតិធ្វើបំណែកຂ្នាតស្លឹករុក្ខជាតិយើងនឹងឃើញស្រទាប់មានដូចជាអេពីដើមលើអេពីដើមក្រោមស្រទាប់ប៉ាលីស្តាតស្រទាប់ស្ពតនិងរន្ធខ្យល់
ចឹងចំពោះស្តបអេពីដេមលើនិងអេពីដេមក្រោមវាមាននីតិសម្រាប់ការពាររុក្ខជាតិនិងមានស្តូម៉ាតសម្រាប់បណ្ដូលឧស្ម័ននិងរំភាយចំហាយទឹកចំណុចបន្ទាប់ចំពោះស្តបអេពីដេមនៅក្នុងស្តបអេពីដេមវាមានផ្ទុកនៅក្លរ៉ូផ្លាសហើយនៅក្នុងក្លរ៉ូផ្លាសនោះវាមានពោះស្តបប៉ាលីសាតនៅក្នុងស្តបប៉ាលីសាតនេះវាមានផ្ទុកនៅក្លរ៉ូផ្លាសចឹងនៅក្នុងក្លរ៉ូផ្លាសហ្នឹងវាមានផ្ទុកនៅក្លរ៉ូភីលទៀតសម្រាប់ធ្វើរស្មីសំយោគរបស់រុក្ខជាតិស្ពតនិងរនខ្យល់វាមានផ្ទុកនៅបាច់សរសៃស៊ីឡែមនិងផ្លូអែមសម្រាប់ដឹកនាំសារធាតុចិញ្ចឹមផ្សេងបញ្ជូនទៅកាន់សរីរាង្គផ្សេងរបស់រុក្ខជាតិសម្រាប់ធ្វើការលូតលាស់ពេលនេះគឺយើងបានបង្ហាញពីមុខងារទូនាទីនីមួយៗផ្នែកលូតលាស់របស់រុក្ខជាតិតាំងពីឫសមានទាំងដើមមានទាំងស្លឹកមានទាំងមែកអញ្ចឹងដោយអ្វីដែលមិត្តរួមថ្នាក់របស់អាត្មាលើកបញ្ចូលពីចំណុចមួយឲ្យបានក្បោះក្បាយអញ្ចឹងពេលនេះគឺសន្មតថាចប់ត្រឹមតែពេលនេះហើយនឹងសូមអរគុណដល់លោកគ្រូហើយនឹងមិត្តរួមថ្នាក់ទាំងអស់គ្នាដែលបានមកចែករំលែកនៅចំណេះដឹង